ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនាយកដ្ឋានព័ត៌មានខ្លឹមសារផ្ដល់ជូនអ្នកសារព័ត៌មានដោយអ្នកនាំពាក្យក្រសួងស្ដីពីជំនួបសម្ដែងការគូសំរបស់អាយដាមធីបូបាឡិនឌីឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជាភ្នំពេញថ្ងៃទី19ខែឧសភាឆ្នាំ2025អាយដាមប្រាក់សុខុនឧបនាយករដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនិងអាយដាមធីបូបាឡិនឌីឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជាដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយបានស្វាគមន៍សន្ទុះនៃទំនាក់ទំនងទ្វេភាគីនិងបានពិភាក្សាអំពីការពង្រឹងទំនាក់ទំនងរវាងកម្ពុជាហុងគ្រីក្នុងឱកាសនៃការចូលជួបសម្ដែងការគួរសមរបស់អាយដាមឯកអគ្គរដ្ឋទូតនៅព្រឹកថ្ងៃទី19ខែឧសភាឆ្នាំ2025នៅទីស្តីការក្រសួងអាដាមអបនាយករដ្ឋមន្ត្រីប្រាក់សុខុនបានវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្មរបស់អាយដាមឯកអគ្គរដ្ឋទូតបាឡិនឌីក្នុងការជំរុញកិច្ចសហប្រតិបត្តិការកម្ពុជាហុងគ្រីលើវិស័យនានាចាប់តាំងពីដើមឆ្នាំ2023រួមទាំងកិច្ចសន្ទនានយោបាយការផ្លាស់ប្តូរសេដ្ឋកិច្ចនិងទំនាក់ទំនងរវាងប្រជាជននិងប្រជាជនឯកឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនបានសង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនងកម្រិតខ្ពស់ជាប្រក្រតីនិងបានពិភាក្សាអំពីលទ្ធភាពនៃការរៀបចំជំនួបកម្រិតខ្ពស់រវាងថ្នាក់ដឹកនាំកម្ពុជានិងហុងគ្រីកំឡុងសន្និសីទមហាសមុទ្រលើកទី3របស់អង្គការសហប្រជាជាតិនៅទីក្រុងនីសនាខែមិថុនាខាងមុខនេះអាដាមអបនាយករដ្ឋមន្ត្រីនិងឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏រឹងមាំនិងកំពុងតែរីកចម្រើនរវាងសភាកម្ពុជានិងហុងគ្រីនិងសម្ដែងការស្វាគមន៍ចំពោះគម្រោងដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាទៅកាន់ប្រទេសហុងគ្រីនាពេលខាងមុខអាដាមអបនាយករដ្ឋមន្ត្រីបានស្វាគមន៍ចំពោះគម្រោងរៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី2នៅទីក្រុងប៊ូដាពេស្តនាពេលខាងមុខហើយបានបញ្ជាក់សារជាថ្មីថាការបើកស្ថានទូតកម្ពុជាឡើងវិញនៅទីនោះនៅតែជាអាទិភាពសម្រាប់រាជរដ្ឋាភិបាលកម្ពុជាឯកឧបនាយករដ្ឋមន្ត្រីក៏បានលើកពីបំណងចង់ឲ្យមានការដំឡើងការិយាល័យតំណាងរបស់ប្រទេសហុងគ្រីនៅភ្នំពេញទៅជាស្ថានទូតពេញលេញផងដែរឯកឧបនាយករដ្ឋមន្ត្រីនិងឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានពិភាក្សាអំពីសកម្មភាពនានាសម្រាប់ការរំលឹកខួបលើកទី70នៃទំនាក់ទំនងការទូតកម្ពុជាហុងគ្រីនៅឆ្នាំ2026ចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឯកឧបនាយករដ្ឋមន្ត្រីនិងឯកឧត្តមឯកអគ្គរដ្ឋទូតបានលើកឡើងពីកិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ចរួមប្រកបដោយជោគជ័យដែលកិច្ចប្រជុំទាំងពីរលើកកន្លងមកគឺជាមូលដ្ឋានសម្រាប់ជំរុញទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគកាន់តែរឹងមាំទាំងឯកឧត្តមបនាយករដ្ឋមន្ត្រីនិងឯកអគ្គរដ្ឋទូតបានស្របទស្សនៈជំរុញឲ្យមានការចុះហត្ថលេខាឲ្យបានឆាប់លើអនុសារណៈស្ដីពីកិច្ចសហប្រតិបត្តិការធម្មពលដែលបានបញ្ចប់ការចរចានៅខែមករាឆ្នាំ2025រួចហើយនោះចំពោះវិស័យអប់រំឯកឧត្តមបនាយករដ្ឋមន្ត្រីប្រាក់សុខុនបានសម្ដែងការកោតសរសើរចំពោះកម្មវិធីអាហារូបករណ៍ដ៏យូរអង្វែងរបស់ប្រទេសហុងគ្រីដែលបានផ្ដល់អត្ថប្រយោជន៍ដល់និស្សិតកម្ពុជាប្រមាណជាង360នាក់ចាប់តាំងពីឆ្នាំ1980មក